មួយមកចំណាយពេលនៅក្នុងសំពៅបាត់ដំបងក្មេងៗណាដែលទៅក្នុងសំពៅនៅបាត់ដំបងអ្នកគ្រូគួរចំណាយពេលទៅមើលកន្លែងប្រវត្តិសាស្ត្រមួយហ្នឹងឬក៏ហៅថារមណីយដ្ឋានធម្មជាតិមួយហ្នឹងពីក្រុងបាត់ដំបងគេហៅព្រះនរាដៃ8ទៅប្រហែលតែ20នាទីខ្ញុំចំណាយពេលនៅលើនេះប្រហែលតែ1ម៉ោងឯងចឹងជិះឡានទៅលេទៅឡានលឿនមែនតើម្នាក់10000ចឹងជិះឡើងទៅដល់លើកំពូលបើថាគាត់មានកន្លែងដែលយើងត្រូវទៅហើយទាំងអស់ហ្នឹងសុទ្ធតែជាថ្មធម្មជាតិរោងភ្នំធម្មជាតិដែលគេគួរទៅមើល short adventure វាមិនមែនកន្លែងបោះតង់កន្លែងអីទេប៉ុន្តែវាជាបែបរមណីយដ្ឋានធម្មជាតិពោស្វាមានព្រៃព្រឹក្សាហើយមានទេសភាពស្អាតខ្ញុំនិយាយថានេះគឺគាត់ទៅចំណាយពេលទៅហើយនៅហ្នឹងនេះអាកន្លែងនេះអីគេតោហ្នឹងណាទុកបន្លាច់ស្វាកុំឲ្យស្វាមកម៉ូតូអីចឹងណាតែស្អាតនៅលើហ្នឹងគេធ្វើសំណង់ច្រើនមិនថាគេធ្វើវត្តធ្វើអីច្រើនប៉ុន្តែខ្ញុំគិតថាអាហ្នឹងបើសិនជាតាំងពីដើមឡើយមិនខ្ញុំអត់ដឹងដែរណាដោយសារតែខ្ញុំមកដល់ឆ្នាំ2026នេះវាសាងសង់ច្រើនមែនតើតែខ្ញុំឮប៉ាខ្ញុំប្រាប់ថាកាលពីវគ្គមុនអត់មានការសាងសង់ច្រើនចឹងទេវាធម្មជាតិច្រើនក្នុងនោះយើងឆ្លងកាត់រូងគេឡាងផ្កាស្លាឡាងខ្យល់ឡាងបជាវភ្នំខ្មោចអីទៅមានច្រើនកន្លែងចឹងដើរមកលមមដែរមិនហត់ពេកទេមកប៉ុណ្ណឹងខ្ញុំដើរប្រហែល1គីឡូដី5-6គីឡូហ្នឹងហើយនេះកន្លែងគក់ទ្រង់គេថាគក់ទៅគេឆាប់សងលុយហើយប៉ាម៉ាក់ខ្ញុំតែប៉ុណ្្នឹងថាឃើញកូនថតហៅថតសុំបវលមួយវីដេអូ